សម្រាប់បងប្អូនបាទដែលត្រូវការកំងម៉ាស៊ីន scan បាទចាប់ដើមកំងពីថ្ងៃនេះទៅណាបាទហើយនៅថ្ងៃដែលម៉ាស៊ីន scan ចូល stock បងប្អូនអាចទទួលបានបញ្ជាក់បងប្អូនបាទតម្លៃ$355មានភ្ជាប់មុខងារអុស Smart Key ជូនបងប្អូនទៀតហើយវា focus ទៅលើបាទការមើលចលនាផ្សេងគឺច្បាស់លាស់បាទ4 volt បាទជាងទៅ5 volt ណាគឺចេញ4 volt ជាងទៅ5 volt ឲ្យបងប្អូនបានឃើញច្បាស់បាទអត់មែន2000 4000 millivolt ទេបាទអញ្ចឹងគឺវា focus ទៅលើបាទតួលេខបាទ volt នីមួយបានជាក់លាក់បានច្បាស់លាស់បាទហើយតម្លៃតែ$355ទេអត់មានបង់សេវាប្រចាំឆ្នាំជម្រាបសួរបងប្អូនទាំងអស់គ្នាបាទសួស្តីទៅដល់បងប្អូនជាងជួសជុលម៉ូតូយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបាទធ្វើការតេស្តម៉ាស៊ីន scan បាទដើម្បីធ្វើការផ្ញើបាទចេញទៅខាងខេត្តទន្ទឹមនឹងហ្នឹងខ្ញុំចង់បញ្ជាក់កុំឲ្យបងប្អូនយល់ច្រឡំថាបងថាម៉ាស៊ីនអស់ប៉ុន្តែនៅក្នុងដៃសិតតែម៉ាស៊ីនបាទចង់បញ្ជាក់បងប្អូនថាម៉ាស៊ីននេះមានម្ចាស់អស់ហើយបាទហើយយើងបើកការកំងបាទធ្វើការកក់ប្រាក់ចាប់ពីថ្ងៃនេះទៅបងប្អូនណាបាទអញ្ចឹងបងប្អូនឃើញម៉ាស៊ីនហ្នឹងគឺម៉ាស៊ីនមានម្ចាស់អស់ហើយបាទបងគាត់បានកក់តាំងពីយូរណាស់ហើយបាទហើយมันក៏គាត់អាចទទួលបានអញ្ចឹងបើបងប្អូនមានបំណងបាទចង់ធ្វើការកំងបាទគឺ call មកតាក់ទងមកណាបាទឬក៏បងប្អូនតាក់ទងទៅខាងក្រុមការងារបាទដើម្បីធ្វើការកក់ប្រាក់ដូចវគ្គនេះអញ្ចឹងបងប្អូនម៉ាស៊ីនមកចិត្ត100គ្រឿងប្រើពេលវេលាអត់ដល់10ថ្ងៃទេបងប្អូនបាទអស់លីងហ្មងអញ្ចឹងដើម្បីបងប្អូនទទួលបានម៉ាស៊ីន scan បាទ CTY 500 Pro នៅថ្ងៃខាងមុខបងប្អូនចាប់ដើមបាទធ្វើការកក់ប្រាក់ចាប់ពីថ្ងៃនេះទៅបាទបងប្អូនរងចាំម៉ាស៊ីនចូល stock បាទខាងក្រុមការងារខាងខ្ញុំផ្ទាល់នឹងធ្វើការតំណាក់តំណងទៅខាងបងប្អូនដើម្បីបាទឲ្យបងប្អូនមកទទួលម៉ាស៊ីន scan បាទអញ្ចឹងខ្ញុំចង់បញ្ជាក់ដល់បងប្អូនតិចព្រោះដោយសារនៅក្នុងបាទវគ្គនេះបាទគឺបងទទួលបានជាមួយនឹងកម្មវិធីពិសេសហើយខ្ញុំក៏មកធ្វើការតេស្តម៉ាស៊ីនបាទនៅក្នុងខែ5ឆ្នាំ2025បាទដើមខែបាទក៏មានកម្មវិធីដែលអាចអូស Smart Key មានបិទប្រព័ន្ធសោឆ្លាតវៃបានមកប្រើសោធម្មតាក៏បានដែរឥឡូវយើងមកធ្វើតេស្តទាំងអស់គ្នាណាបាទហើយខ្ញុំមកចង្អុលបង្ហាញតាក់ទងនឹងដោយ scan របស់បាទក្រុមហ៊ុននីមួយម៉ូតូនីមួយបាទឥឡូវវា Honda យើងមានសេរីខ្ពស់សេរីទាបអញ្ចឹងណាបងប្អូនសម្រាប់សិភៅប្រព័ន្ធភ្លើងបងប្អូនបាទអរគុណច្រើនណាថ្ងៃនេះយើងធ្វើការផ្ញើចេញទៅតាមបណ្ដាខេត្តបាទអញ្ចឹងបើចង់ចេះចង់យល់ច្បាស់អំពីដំណើរការប្រព័ន្ធភ្លើងបិចសាំងប្រព័ន្ធភ្លើងដេរស្ងាត់ប្រព័ន្ធភ្លើងសោឆ្លាតវៃសិភៅយើងមានបងប្អូនណាបាទបងប្អូនកំងយកទៅបាទសិក្សារៀនសូត្រនៅទីតាំងបាទឲ្យបានយល់ច្បាស់បាទទៅបងប្អូនមិនពិបាកឈឺក្បាលបាទបើយើងអត់យល់ពីមូលដ្ឋានគ្រឹះទេច្បាស់ណាស់បងប្អូនយើងគឺមានអារម្មណ៍ថាអូឡើងចង់ធ្វើឲ្យបាទធ្វើទៅវាមិនត្រូវគោលដៅវាមិនចំគោលដៅណាដោយសារតែយើងអត់បានសិក្សាស្វែងយល់អញ្ចឹងយើងបានចងក្រងជាឯកសារបាទអានេះថាសង023ដល់025ខាងនេះ PCX Smart Key បាទខាងនេះ Summer Day ស្ងាត់បាទប្រព័ន្ធភ្លើងបិចសាំងអូខេនេះបងប្អូនសម្រាប់បងដែលកំងម៉ាស៊ីនទៅបាទតែតែសួរថាបងឯណាទៅដោយ Honda បើគាត់មើលមកឡុកនេះបាទអញ្ចឹងអត់មានដោយ Honda នេះដោយ Honda ណា scan ចាប់ពីបាទ click Stro 9រហូតមកដល់ឆ្នាំ2020ហ្នឹងបាទ ADV PCX បាទប្រភេទ Super Cup បាទហើយក៏ដូចជាបាទ MSX 021ហ្នឹងគឺបានបដូររូបរាងមកប្រើជាមួយនឹងបាទដូចនេះអញ្ចឹងដល់ពេលសេរីខ្ពស់ Honda នៅពេលដែលយើង scan អានេះអត់បានយើងយកអានេះណាដូចនេះដាក់ scan ទៅត្រូវគ្នាហើយបាទនេះដូច OBD បាទនេះដែលយើងអាច scan បានជាមួយនឹងប្រភេទពួក FIM បាទឬក៏ម៉ូតូដែលប្រើកម្មវិធី OBD ហ្នឹងគឺ scan ជាមួយនឹងដូចនេះបាទអញ្ចឹងនៅខាងនេះយើងមានYamaha ណាយើងមានអក្សរដាក់នៅហ្នឹងទេភាគច្រើនបងប្អូនមើលខាងនេះបាទគាត់សួរថា Honda នេះណាគឺ Honda នៅខាងនេះណាបាទខាងនេះមាន nick មាន LED អញ្ចឹងទៅបាទហើយយើងក៏មានជាវីដេអូផ្ញើជូនដល់បងប្អូនណាតើឥឡូវយើងចាប់ផ្ដើមម៉ាស៊ីននេះគឺដើមខែ5បងប្អូនដើមខែ5ហើយម៉ាស៊ីននេះគឺបាទដើមខែ6នេះម៉ាស៊ីននេះអញ្ចឹងម៉ាស៊ីន2ហ្នឹងគឺកម្មវិធីបាទ
miền cho môi nâng ca bật pro pon sao chặt với mỏ pra sao thò mà đa sạch cả hai vòng ôn trong đăng thái dương châu đời lại ná tao mà mơ trong tầng óc này nè bàวิธีการប្រើប្រាស់យើងសុំឲ្យមូលណែនណែននេះដោយភ្ជាប់ជាមួយនឹងម៉ាស៊ីន scan ហ្នឹងគឺភ្ជាប់វាឲ្យណែនណែនតែម្ដងបងប្អូនបាទយើងតភ្ជាប់ជាមួយនឹងដោយ scan បាទយើងកាច់សោវាមកយើងមកមើលទាំងអស់គ្នាបាទតើយើងចូលទៅអានេះ version 14ណាបាទ version 14បាទដើមខែ5យើងចូលទៅបាទចំណុចនេះណា remap បាទបន្ទាប់មកបងប្អូនជ្រើសរើសយក Honda បាទអញ្ចឹងការអូស Smart Key ហ្នឹងតើបងប្អូនស្គាល់ថាម៉ាញ់ម៉ូតូប្រភេទkey hin ឬក៏ Synergen អញ្ចឹងបើសិនតែប្រភេទដូច PCX នេះគឺបាទឈ្មោះរបស់ម៉ាញ់ម៉ូតូហ្នឹងគឺ Synergen បាទអញ្ចឹងយើងចូលមកបាទយើងចូលអូខេបាទអញ្ចឹងយើងយកខាងក្រោមណាលេខរៀងទី2បាទ select ECU នេះបាទអាហ្នឹងយើងបិទប្រព័ន្ធបាទ Smart Key បាទហើយយើងយកបាទនេះខាងលើណាលេខរៀងទី1ណាបញ្ជាក់គឺលេខរៀងទី1បាទអញ្ចឹងតម្រូវឲ្យយើងជ្រើសរើសយកបាទឲ្យត្រូវកូដរបស់វាឧទាហរណ៍ម៉ូតូនេះគឺ K36 បាទបើ K97 ដាក់ K97 ទៅបាទអញ្ចឹងយើងចាប់ផ្ដើមជ្រើសរើសយក K36 នៅចំណុចណាបាទនេះ K36 បងប្អូនណា K36 អញ្ចឹងយើងចាប់ផ្ដើមបាទអញ្ចឹងវាមាន mode original បាទនេះមកដល់កន្លែងនេះគេដាក់លេខរៀងទី7 OS Smart Key បាទអញ្ចឹងបើយើងចង់ OS Smart Key ប្រើសោយើងចូលមកចំណុចហ្នឹងទៅបាទយើងអូសចោលទៅបាទវិធីក្នុងការអូសយើងចាប់តាមចុច OK មួយបាទអញ្ចឹងយើងចុចយល់ប្រមួយទៀតអញ្ចឹងយើងរងចាំតិចទៀតគឺនឹងធ្វើការដំណើរការបាទបិទនៅប្រព័ន្ធ Smart Key បាទហើយយើងប្រើសោធម្មតាបាននេះបងប្អូនយើងរងចាំតលឲ្យវាចាប់ដើមណាដើរពី 1% ដល់ 100% បាទណាបាទហើយយើងមិនបិទសោទេកន្លែងហ្នឹងក៏បិទសោណាទុកចោលទៅបាទគឺវានឹងចាប់ដើមដើរពី 1 ដល់ 100 បាទបន្ទាប់មកបើម៉ាស៊ីន scan ឲ្យយើងបិទសោបាទយើងបិទទៅបាទពេលនោះគឺយើងប្រើសោធម្មតាហើយអញ្ចឹងក្នុងករណីគេលែងចង់ប្រើបាទសោ Smart Key បាទឡប់មកប្រើសោធម្មតាបាទអញ្ចឹងទិញតែសោមកចូលកម្មវិធីហ្នឹងទៅយើងអាចបាទដំណើរការប្រើប្រាស់សោធម្មតាបានហើយអញ្ចឹងវាមានភាពងាយស្រួលណាអានេះគឺរងចាំដល់100បងប្អូនបាទនេះបងប្អូនឥឡូវវាឡើងដល់ 20% ហើយបាទហើយវាជាប់នៅសញ្ញា check ហ៎បងប្អូនបាទអង្គបញ្ជាក់ថាបងប្អូនចង់ដឹងថាម៉ាស៊ីនរបស់បងប្អូនបាទភ្ជាប់ជាមួយនឹងកម្មវិធី OS Smart Key ហើយនៅបងប្អូនចូលបញ្ជាក់ដូចខ្ញុំទៅបាទតែសូមបញ្ជាក់កុំទៅបិទ Smart Key គេដោយមិនបានការអនុញ្ញាតពីម្ចាស់ម៉ូតូអានេះខ្ញុំគ្រាន់តែចង់បញ្ជាក់ដល់បងប្អូនទេបាទព្រោះនេះជាវីដេអូធ្វើបទបង្ហាញមិនមែនណែនាំឲ្យបងប្អូនទៅបិទប្រព័ន្ធសោ Smart Key ទេណាបាទអញ្ចឹងសូមបងប្អូនកុំយល់ច្រឡំឥឡូវវាដើរឡើងបានដល់បាទ36%យ៉ាងវាដើរតដល់ 100% គឺបាទគេឲ្យយើងបិទសោយើងបិទសោទៅបាទហើយយើងបើកសោមកវិញទិញតែសោយកមកដាក់ទៅអូខេហើយបងប្អូនណាបាទឥឡូវខ្ញុំអត់ដំណើរការវាទេអានេះជាវីដេអូខ្ញុំធ្វើបង្ហាញទៅដល់បងប្អូនដើម្បីឲ្យបងប្អូនយកទៅបញ្ជាក់ជាមួយម៉ាស៊ីន scan បងប្អូនថាតើម៉ាស៊ីនខ្ញុំមានកម្មវិធីនឹងហើយនៅណោះហើយម៉ាស៊ីននេះគឺបាទបងប្រុសបាទមានបញ្ហាបច្ចេកទេសគាត់ផ្ញើមកអញ្ចឹងខ្ញុំបានធ្វើការតេស្តហើយយើងដឹងថាដើមខែ5ហ្នឹងម៉ាស៊ីនរបស់យើងគឺមានបំពាក់ជាមួយនឹងបាទកម្មវិធី OS Smart Key រួចជាស្រេចទៅហើយអូខេបងប្អូនអញ្ចឹងខ្ញុំបិទសោណាកាលណាដែលយើងបិទសោគឺវាបាទមិនដំណើរការទៀតទេពួកវីដេអូនេះគឺខ្ញុំធ្វើបង្ហាញទៅដល់បងប្អូនណាអូខេមានតែប៉ុណ្្នឹងទេបាទសម្រាប់បងប្អូនបាទដែលត្រូវការកំងម៉ាស៊ីន scan បាទចាប់ផ្ដើមកំងពីថ្ងៃនេះទៅណាបាទហើយនៅថ្ងៃដែលម៉ាស៊ីន scan ចូល stock បងប្អូនអាចទទួលបានបញ្ជាក់បងប្អូនបាទតម្លៃ$355មានភ្ជាប់មុខងារ OS Smart Key ជូនបងប្អូនទៀតហើយវា focus ទៅលើបាទការមើលចលនាផ្សេងគឺច្បាស់លាស់បាទ4 វ៉ុលបាទជាងទៅ5 វ៉ុលណា
គឺចេញ4វ៉ុលជាងទៅ5វ៉ុលឲ្យបងប្អូនបានឃើញច្បាស់បាទបាទអត់មែន2000 4000មីលីវ៉ុលទេបាទអញ្ចឹងគឺវា focus ទៅលើបាទតួលេខបាទវ៉ុលនីមួយៗបានជាក់លាក់បានច្បាស់លាស់បាទហើយតម្លៃតែ355ទេអត់មានបង់សេវាប្រចាំឆ្នាំបាទបងប្អូនអាចតំណតំណងមកដើម្បីធ្វើការកក់ប្រាក់ហើយម៉ាស៊ីននេះអត់អាចដកឲ្យបងប្អូនបានទេព្រោះមានម្ចាស់អស់ហើយបាទហើយសិភៅប្រព័ន្ធភ្លើងបើត្រូវការបងប្អូនសូមតំណតំណងមកបាទយើងមានសេវាផ្ញើ25ខេត្តក្រុងតាក់ទងខាងក្រុមការងារក៏បានអរគុណច្រើនមានតែប៉ុណ្្នឹងទេបងប្អូនបាទមិនមែនមិនចង់លក់ទេតែម៉ាស៊ីននេះមានម្ចាស់អស់ហើយបាយបាយសូមជម្រាបលាបាទ